I dreamed to be an interpreter when I was a child. Dear teacher, could you give me some ways to reach out the interpreter dream one day? គាត់ចង់សួរតាក់ទងជាមួយនឹងការចែកម្លែកនៅបទពិសោធន៍ធ្វើម៉េចឲ្យយើងអាចខ្លាយទៅជាអ្នកបកប្រែផ្ទាល់មាត់បានបើយោងទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើនៅក្នុងយុគឋានតំណាក់តំណងអន្តរជាតិទទួលបន្ទុកខាងផ្នែកវឹកវើសម្របសម្រួលជាមួយនឹងសកម្មបរទេសខ្ញុំអាចចែកម្លែកបាននៅបទពិសោធន៍មួយចំនួនតាក់ទងជាមួយនឹងក្នុងនាមជាអ្នកបកប្រែក្នុងនាមជាអ្នកបកប្រែយើងត្រូវឲ្យដឹងថាតើអ្នកដែលគេនិយាយមកកាន់យើងនេះគឺចង់បានអ្វីមានន័យថាលោកអ្នកមិនចាំបាច់យល់អំពីគ្រប់ម៉ាត់ដែលគេនិយាយទេប៉ុន្តែយើងយល់នៅអ្វីដែលគេចង់ប្រាប់យើងដើម្បីយើងអាចបកប្រែទៅបានមួយទៀតតកតងជាមួយនឹងការសួរបញ្ជាក់ពេលខ្លះយើងបកប្រែមិនដាក់អត់បញ្ហាទេយើងអាចសួរគេបានតើតួលេខឬមួយអីហ្នឹងវាអាចចឹងមែនអត់យើងអាចសួរបញ្ជាក់បានក៏ប៉ុន្តែបើសិនជាបកបណ្ដេញមានន័យថារៀងពិបាកបន្តិចប៉ុន្តែបើសិនជាយើងបកកែនៅក្នុងការចងចាំនៅអ្វីដែលគេបាននិយាយលោកអ្នកអាចធ្វើចំណុចនេះបានក្នុងនាមជាអ្នកបកប្រែផ្ទាល់មាត់គឺទាមទារឲ្យយើងនឹងយល់អំពីបរិបទនៅអ្វីដែលយើងកំពុងតែនឹងបកប្រែឧទាហរណ៍ថាលោកអ្នកធ្វើការនៅក្នុងវិស័យផ្នែកអប់រំលោកអ្នកគួរតែដឹងតើអ្នកដែលយើងបកប្រែឲ្យហ្នឹងគាត់ប្រើវិរិយស័ព្ទបច្ចេកទេសហ្នឹងនៅក្នុងភាសាអប់រំដូចខ្ញុំនៅក្នុងភាសាមីនអញ្ចឹងខ្ញុំដឹងថាអ្វីដែលគេនិយាយហ្នឹងគឺតាក់ទងជាមួយនៅក្នុងបរិបទវិស័យមីនហើយក៏ប៉ុន្តែបើសិនជាគេនិយាយជាលក្ខណៈទូទៅវាទាមទារឲ្យយើងនឹងមានចំណេះដឹងខាងផ្នែកគេថាវប្បធម៌ទូទៅដែរមានថាយើងចេះអង់គ្លេសច្រើនយើងចេះបរិបទច្រើនអាហ្នឹងគឺយើងបកប្រែទៅមិនជាបញ្ហាចោលទេអញ្ចឹងចំពោះចង់ខ្លាយទៅជាអ្នកបកប្រែផ្ទាល់មាត់នេះគឺទាមទារឲ្យយើងមើលអំពីបរិបទឲ្យបានច្រើនប្រធានបទផ្សេងៗបានច្រើនដើម្បីជាប្រយោជន៍អញ្ចឹងបើសិនជាយើងចង់ធ្វើអ្នកបកប្រែតើតើយើងអាសាមើលព័ត៌មានអន្តរជាតិអាសាមើលកាសែតទស្សនាវដ្តីតាក់ទងនឹងភាសាអង់គ្លេសហើយយើងអាចមានភាពរហ័សរហួននៅក្នុងការខ្លាយខ្លួនទៅជាអ្នកបកប្រែផ្ទាល់មាត់បានហើយលក្ខណៈនៃការអ្នកបកប្រែផ្ទាល់មាត់នេះគឺនិយាយទៅវាមានលក្ខណៈពិសេសគឺទាមទារឲ្យយើងនឹងគឺរហ័សរហួននៅក្នុងការយល់អំពីអ្វីដែលគេកំពុងតែនិយាយជូនពរសំណាងល្អនិងជូនពរឲ្យខ្លាយទៅជាអ្នកបកប្រែផ្ទាល់មាត់នៅថ្ងៃអនាគតតាមប្រាថ្នា